បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកធ្វើវីដេអូមួយយកមកចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាពីរបៀបថតវីដេអូយកប្លង់មានភាពទាក់ទាញយកទៅផុសចូលទៅក្នុង account TikTok របស់យើងបាទកលឹះនេះខ្ញុំនឹងធ្វើការចែករំលែកជូនទៅដល់បងប្អូនដែលជាអ្នកលក់អីវ៉ាន់អនឡាញនៅក្នុង account TikTok បើសិនជាការលក់របស់បងប្អូនលក់ទៅបងប្អូនណាអត់សូវដាច់ហើយបងប្អូនធ្វើជាវីដេអូដែរប៉ុន្តែក្នុងវីដេអូហ្នឹងគេអត់សូវមើលដោយសារតែវីដេអូយើងហ្នឹងវាអត់មានភាពទាក់ទាញណាអញ្ចឹងខ្ញុំនឹងមកបង្ហាញប្រាប់បងប្អូនថាបងប្អូនថតយកប្លង់ល្មិចដើម្បីយើងយកទៅផុសចូលទៅក្នុង account TikTok របស់យើងទៅឲ្យវាមានភាពទាក់ទាញទៅដល់អ្នកមើលហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាបងប្អូនមិនចាំបាច់ប្រើប្រាស់កម្មវិធីអ្វីរញ៉េរញ៉ៃកាត់តនេះកាត់តនោះទេបងប្អូនអាចចូលទៅធ្វើផ្ទាល់បាននៅលើ account TikTok របស់បងប្អូនណាបងប្អូនចុចចូលមកខ្ញុំនឹងបង្ហាញប្រាប់ពីវិធីសាស្ត្រក្នុងការថតឲ្យបងប្អូនមើលអញ្ចឹងបងប្អូនចុចចូលមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចូលមកក្នុង account TikTok របស់បងប្អូនហើយបងប្អូនមកចុចត្រង់កន្លែងសញ្ញាបូកពឿខ្មៅដែលមានផ្ទាំងពឿសហ្នឹងចុចចំពីលើនឹងមកបាទបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញតម្រងបែបនេះបងប្អូនប្រហែលជាឆ្ងល់ថាចំមានដបទឹកមានកែវទឹកមានអីរញ៉េរញ៉ៃមកពីខាងណាខាងនេះនេះបាទនេះគឺជារបស់ដែលខ្ញុំយកមករៀបចំលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាណាហ្នឹងហើយមាននៅពីកំប៉ុងលេកំប៉ុងអីបងប្អូនហ្នឹងហើយបាទបន្ទាប់ពីបងប្អូនចូលចឹងរួចហើយបន្តមកទៀតបងប្អូនត្រូវតែមានការកំណត់នាទីនៅលើវីដេអូរបស់បងប្អូនថាតើបងប្អូនចង់ថតយកប្រមាណនាទីអញ្ចឹងបងប្អូនមើលកន្លែងដៃខ្ញុំគ្វាទៅគ្វាមកនេះបងប្អូនឃើញទេមាន15វិនាទីនិង60វិនាទីនិង3នាទីអញ្ចឹងខ្ញុំយក3នាទីលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបន្ទាប់មកបងប្អូនចង់ធ្វើឲ្យវីដេអូរបស់បងប្អូនមានភាពទាក់ទាញណាបងប្អូនត្រូវតែកាន់កាមេរ៉ាទូរស័ព្ទដៃរបស់បងប្អូនហ្នឹងកាន់ឲ្យនឹងកុំឲ្យខ្វះទៅខ្វះមកកវីកវត្តណាបងប្អូនកាន់ឲ្យនឹងហើយបងប្អូនចាប់ផ្ដើមថតហើយបងប្អូននិយាយប្រាប់ពីផលិតផលរបស់បងប្អូនហ្នឹងតែទៀតតនឹងពីអ្វីលាបមុខស្អាតសអីចឹងណាហ្នឹងហើយខ្ញុំគ្រាន់តែបង្ហើបប៉ុណ្្នឹងទេបាទបងប្អូនចុចថតត្រង់កន្លែងដែលខ្ញុំវាទៅវាមកនេះចុចបកមកបាទអូខេហើយបងប្អូនកំណត់វិនាទីបងប្អូនឃើញលេខ1លេខ2លោតទៅលោតមកនេះទៅមកបងប្អូនថាយកប៉ុណ្្នឹងបងប្អូនចុច scope មួយណាទៅមកទៀតបងប្អូនទៅរកមើលអីវ៉ាន់របស់បងប្អូនមួយទៀតអញ្ចឹងខ្ញុំយកអានេះមួយទៀតបាទធ្វើលើម៉េចប្លង់ហ្នឹងកុំឲ្យដូចគ្នាបាទមួយយើងដាក់ចេះឧទាហរណ៍យើងដាក់ចេះដល់ទី2យើងសេរីដាក់ពីលើចេះមកបាទហើយយើងចុចបញ្ជូននេះចុចពីលើនឹងមកបាទចុចអញ្ចឹងរួចហើយយើងនិយាយឲ្យខ្លីៗកុំនិយាយវែងពេកទៅមកទៀតយើងចុច scope ហើយយើងទៅរកមើលអីទៀតនេះយើងមកមើលនេះម្ដងបាទយើងចុច scope ចឹងមកហើយយើងមកចុចបញ្ជូនទៀតបងប្អូនណាហ្នឹងហើយបងប្អូនធ្វើរហូតទៅដល់នាទីដែលបងប្អូនបានកំណត់នៅលើវីដេអូរបស់បងប្អូនដែលបងប្អូនប្រងយកទៅផុសចូលទៅក្នុង TikTok ណាហ្នឹងហើយទៅមកបងប្អូនចុច scope ទៀតហើយបងប្អូនថតទៅនេះទៀតមកនេះថតនឹងមួយទៀតមកបាទចុចមួយទៀតមកបាទអូខេអញ្ចឹងបងប្អូនសេរីមើលប្លង់ហ្នឹងហើយយើងថតកុំឲ្យដូចគ្នារីខុសគ្នាបន្តិចមកបន្តមកទៀតខ្ញុំយកដបទឹកសុទ្ធនេះមួយទៀតណាហ្នឹងហើយដបទឹកសុទ្ធនេះយកមកលើជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនបាទនេះបាទហើយយើងដាក់មកបាទហើយយើងចុចបញ្ជូនទៀតមកបាទចុចបកមកបាទធ្វើចឹងរហូតដល់បានគ្រប់នាទីដែលយើងកំណត់ហើយចង់បញ្ចប់វីដេអូបងប្អូនថតធ្វើចេះខាងបញ្ចប់ហ្នឹងហើយបងប្អូនថតអូសឲ្យនឹងបងប្អូនកុំកវីកវត្តហ្នឹងហើយបងប្អូនអូសឲ្យនឹងដូចខ្ញុំចេះមកនេះគេហៅថាចង់បញ្ចប់វីដេអូដែលយើងបង្ហាញពីផលិតផលរបស់យើងហ្នឹងហើយបងប្អូនអូសដៃកាន់ឲ្យនឹងធ្វើដូចខ្ញុំចេះមកហ្នឹងហើយបងប្អូនបង្ហាញឲ្យច្បាស់ចេះមកបាទអូខេហើយបន្ទាប់មកបងប្អូនគឺថាប៉ុណ្្នឹងហើយបងប្អូនចុច scope ទៅជាការស្រេចណាហ្នឹងហើយតមកទៀតបងប្អូនចង់ផុសណាបងប្អូនមកចុចគ្រីសនេះចុចគ្រីសទៅនឹងមកបាទហើយបងប្អូនមើលវីដេអូហ្នឹងប្រើការបានអត់ហ្នឹងហើយនេះហើយកុំភ្លេចរឿងបញ្ចូលសលេងផងណាបងប្អូនអានេះខ្ញុំគ្រាន់តែបង្ហាញពីប្លង់ឲ្យបងប្អូនចេះថតទេហើយបងប្អូនមិនជឿបងប្អូនសាកល្បងធ្វើតាមខ្ញុំបើអីវ៉ាន់របស់បងប្អូនលក់ដាច់ណាហ្នឹងហើយបងប្អូនធ្វើតាមខ្ញុំទៅហ្នឹងហើយអានឹងតាក់ទងទៅនឹងអ្នកលក់អីវ៉ាន់អនឡាញនៅក្នុង TikTok លក់មិនដាច់បងប្អូនចង់ឲ្យអីវ៉ាន់បងប្អូនលក់ដាច់បងប្អូនធ្វើតាមខ្ញុំទៅបាទបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់ទៅនេះ
ហើយបងប្អូនសរសេរចំណងជើងវីដេអូរបស់បងប្អូនទៅនេះមករួចហើយបងប្អូនចុចបញ្ជូនទៅជាការស្រេចបាទនេះខ្ញុំអត់យកទេហើយនេះខ្ញុំគ្រាន់តែលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទេខ្ញុំសូមលុបចោលហើយវីដេអូនេះក៏បញ្ចប់តែប៉ុណ្្នឹងចុះបាទតែមុននឹងបញ្ចប់ខ្ញុំបាទសូមធ្វើការអធិស្ឋានផងបងប្អូនណាបើសិនជាមានកំហុសខុសឆ្គងត្រង់កន្លែងណាអីអធិស្ឋានមកដល់ខ្ញុំបាទផងហើយបើបងប្អូនគិតថាវីដេអូនេះល្អសម្រាប់បងប្អូនកុំភ្លេចជួយចុចជាវនិងដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំបានម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាននឹងធ្វើវីដេអូថ្មីជាបន្តទៀតបាទសូមអរគុណនិងសូម